ឃើញតែគ្នាតាក់ទងទៅនឹងរឿងប៉ាត់មួយរបស់បងប្អូនចំនួនមួយប្រុស2នាក់ដែលបងប្អូនចំនួនមួយនេះឈ្មោះសុជាហើយបងរបស់សុជាហ្នឹងសប្តាហ៍ថ្ងៃគាត់កំពុងតែរកការងារធ្វើហើយសុជាសប្តាហ៍ថ្ងៃគាត់គឺជាអ្នកចម្រៀងដូចជាក្រុមចម្រៀងចឹងគាត់មានក្រុម band របស់គាត់ចឹងណាច្រៀងតាមក្លឹបកម្សាន្តឬក៏កន្លែង pub ផ្សេងចឹងណាហើយថ្ងៃមួយហ្នឹងគាត់ក៏ធ្វើការសម្ដែងនៅ pub នៅកន្លែងបន្ទាប់មកក៏មានភ្ញៀវម្នាក់ពេញចិត្តនៅការសម្ដែងរបស់ពួកគាត់ជាខ្លាំងហើយភ្ញៀវនោះក៏ឲ្យ tip គាត់$2,200បន្ទាប់ពីមួយថ្ងៃក្រោយមកបងរបស់សុជាហ្នឹងគាត់បើយក CV ទៅដាក់នៅក្នុងក្រុមហ៊ុនមួយកន្លែងចឹងក្រុមហ៊ុននោះក៏បានធ្វើការទេហៅបងសុជាដើម្បីទៅសម្ភាសន៍ប៉ុន្តែចាំបាច់បងសុជាត្រូវតែមានអាវពាក់ពីក្រៅដូចជាអាវ cross ចឹងណាចឹងបងសុជាគាត់ក៏ទៅខ្ចីអាវសុជាអាវក្រៅរបស់សុជាហើយសុជាគាត់ធ្វើម៉េចបងប្អូនខ្ចីយើងបងប្អូនចំនួនមួយក៏ដែរក៏គាត់ឲ្យទៅព្រោះសុជាគាត់តែងតែជួយយកអាសារបស់បងប្រុសចំនួនមួយគាត់នឹងចំណេញតបមករំលងបានប្រហែលថ្ងៃក្រោយមកសុជាគាត់ក៏នឹកឃើញអាលុយ tip $2,200គាត់នឹងហើយគាត់ក៏បានសម័យមើលថាប្រហែលជាគាត់អាចនឹងដាក់លុយ tip ហ្នឹងនៅក្នុងអាវក្រៅពាក់ក្រៅពីអាវរបស់អាវពាក់ខាងក្រៅរបស់គាត់នឹងលងប្រហែលជា2សប្តាហ៍ក្រោយបងសុជាគាត់ក៏ត្រូវទៅសភានៅក្នុងក្រុមហ៊ុនហ្នឹងនៅពេលដែលគាត់យកអាវក្រៅមកពាក់ហ្នឹងគាត់ក៏មានអារម្មណ៍ថាមានអីតូចប៉ប៉នៅក្នុងកប៉ាល់អាវហ្នឹងគាត់ក៏យកមកមើលអីដែលគាត់ឃើញគឺជាស្រោមសង្កត់មួយហើយស្រោមសង្កត់នោះគឺមានលុយចំនួន$2,200នៅក្នុងស្រោមសង្កត់នោះបន្ទាប់មកបងសុជាគាត់ក៏បានធ្វើម៉េចគាត់សប្រែខ្លាំងអញ្ចឹងគាត់ក៏ទេទៅសុជាដើម្បីសួរបញ្ជាក់ថាលុយហ្នឹងគឺជាលុយគេជាលុយរបស់សុជាឬក៏លុយដែលសុជាឲ្យមកទៅកាន់គាត់ប៉ុន្តែកន្លងពេលនោះសុជាគាត់កំពុងបើកឡានហើយគាត់ឃើញបងប្រុសគាត់ទេមកដែរប៉ុន្តែគាត់លើព្រោះគាត់គិតថាបងគាត់ឲ្យតែមានបញ្ហាគឺទេមករកគាត់រហូតអញ្ចឹងទៅគាត់បានលើកទេនៅពេលដែលសុជាលើកទូរស័ព្ទបងជំនួយរបស់សុជាហ្នឹងគាត់ក៏ធ្វើការផ្ញើ message មកសុជាថាអរគុណខ្លាំងមែនតើហើយសុជាគាត់ក៏មិនបានតបមិនបានខ្វល់ទេដែរបន្ទាប់មកបងរបស់សុជានោះគាត់ក៏គិតថានេះគឺជាលុយឬក៏ជាកាដូចុងក្រោយដែលសុជាឲ្យទៅកាន់គាត់ក៏ចាយអស់ទៅម្លងប្រហែលជា2អាទិត្យក្រោយ2សប្តាហ៍ក្រោយសុជាគាត់ក៏នឹកឃើញលុយរបស់គាត់ហ្នឹងគាត់ក៏ទៅសួរបងរបស់គាត់អំពីលុយហ្នឹងប៉ុន្តែជាអកុសលលុយនោះបងរបស់គាត់បានចាយអស់ហើយអញ្ចឹងសុជាអត់មានជំរឿនក៏ធ្វើការប្រឹងប្រែងទៅកាន់សុជាអត់មានជំរឿនក៏ធ្វើការប្រឹងប្រែងទៅកាន់តុលាការដើម្បីបានលុយនោះមកវិញនេះគឺជារូបពិតរបស់សុជាខ្ញុំដាក់ឈ្មោះគាត់ជាខ្មែរនឹងទៅគឺស្រួលអានជាងហើយរូបនេះគឺជារូបរបស់បងប្រុសសុជាបងចំនួន1